ហួសថ្លែងលោក Saven Philip ប្រកាសថាមានជនកំបាំងមុខកំពុងក្លែងខ្លួនជាលោកនិងបុគ្គលល្បីផ្សេងទៀតដើរអុកឡុកលើ Channel YouTube មួយរយៈចុងក្រោយនេះលោក Saven Philip បានបង្ហោះសារជាបន្តបន្ទាប់អំពីរឿងរ៉ាវជនទុច្ចរិតដែលមិនស្គាល់អត្តសញ្ញាណបានបន្លំខ្លួនដោយយករូបភាពនិងឈ្មោះរបស់លោកផ្ទាល់នាយក្រិននិងអ្នកនាងច័ន្ទតារាទីជាដើមទៅដើរ comment ពាក្យអសុរោះជេរគេជេរឯងផ្អើលវល់ពេញបណ្ដាញសង្គម YouTube បង្កើតជាការយល់ច្រឡំពីសំណាក់អ្នកទស្សនាទៅលើរូបលោកនិងបុគ្គលល្បីឯទៀតជនខិលខូចរូបនោះតែងតែ comment ពាក្យជេរបញ្ចោលពាក្យមូលបង្កាច់ផ្សេងធ្ងន់រហូតមើលទៅពិតជាពិបាកទទួលយកណាស់ពាក់ព័ន្ធនឹងរឿងនេះដើម្បីស្រាយមកទៅដល់អ្នកគាំទ្រលោក Saven Philip ក៏បានបង្ហោះសារបកស្រាយថាច័ន្ទតារាទីនាយក្រិននិងរូបខ្ញុំសូមជម្រាបបងប្អូនទាំងអស់គ្នាសាជាថ្មីម្ដងទៀតថាពួកខ្ញុំក៏ជាជនរងគ្រោះដែរដោយសារមានជនទុច្ចរិតនៅតែបន្តយករូបថតនិងឈ្មោះពួកខ្ញុំទៅបង្កើត Channel คล้ายៗដើរ comment ជេរគេជេរឯងពេញ YouTube រាល់ថ្ងៃកាលពីថ្ងៃទី11ខែមុនក្នុងឆ្នាំ2025ខ្ញុំធ្លាប់បានទៅដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃម្ដងរួចមកហើយដោយសារពេលនោះជនបិទអត្តសញ្ញាណនោះបានយកឈ្មោះនិងរូបថតខ្ញុំទៅជេរប្រមាថដល់អាយុជីវិតសម្ដេចតេជោហើយរហូតមកដល់ម៉ោងនេះពួកគេនៅតែបន្តព្យាបាទដល់ពួកខ្ញុំដែលជាសិល្បករដដែលសូមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti-Cybercrime Department មេតាជួយស្វែងរកចាប់ជនល្មើសនោះមកផ្ដន្ទាទោសដោយអនុគ្រោះផងចោះអរគុណគឹមជាតិខុនឌីណាខុមក្រុមហ៊ុនមេធាវីហនុមាននិងសហការីផ្ទាល់ជាមួយសំណេរនេះលោកក៏បានបកស្រាយក្នុងវីដេអូជាមួយអ្នកនាងច័ន្ទតារាទីដែរថាពេលដែលបងប្អូនកំពុងមើល YouTube ខ្ញុំប្រកាសជាឃើញមានពពួកដែលយកឈ្មោះខ្ញុំឬក៏ឈ្មោះច័ន្ទតារាទី comment ចូលជេរមានន័យថាធ្វើជាច័ន្ទតារាទីចូលជេរបងប្អូនឬក៏យកខ្ញុំចូលជេរបងប្អូនឬយកនាយក្រិនចូលជេរនិងមិនមែនជាពួកខ្ញុំទេណាដោយខ្ញុំបញ្ជាក់ក្នុងវីដេអូនាយក្រិនម្សិលមិញគឺបងទីខ្ញុំនិងនាយក្រិនអត់ដឹងអីទេលោកបានបន្ថែមទៀតថាគ្មាននរណាល្ងងដល់ថ្នាក់ដើរជេរ fan ខ្លួនឯងនោះទេពួកគាត់ត្រូវបានគេយកឈ្មោះនិងរូបរបស់ពួកគាត់និយាយរួមឲ្យតែអ្នកល្បីៗលើប្រព័ន្ធផ្សព្វផ្សាយគឺគេយកទៅជេរគេទាំងអស់ព្រោះមនុស្សសាធារណៈដែលគេស្គាល់ពេញប្រទេសឯណាទៅធ្វើរឿងនឹងទៅកាត់ជាមួយគ្នានោះដែរអ្នកនាងច័ន្ទតារាទីក៏បានលើកឡើងថាប៉ុន្មានថ្ងៃមុនមានប្អូនស្រីម្នាក់គាត់បានផ្ញើសារមកគេយក account លោក Philip ទៅជេរគេសិតតែពាក្យអាក្រក់ពីមុនគាត់មិនដឹងអីទេតែបន្ទាប់ពីឆាតមក Telegram លោក Philip ទើបបានដឹងពីដំណើររឿងនេះអ្នកនាងក៏បានបន្ថែមទៀតថាមនុស្ស Philip មិនមែនបែបហ្នឹងទេគាត់ដើរជួយមនុស្សជំវិញខ្លួនច្រើនណាស់ចរិតគាត់គឺមិនមែនជាចរិតបាបសារជេរអាភិះបែបនេះទេយ៉ាងណាមិញអ្នកនាងច័ន្ទតារាទីបានអំពាវនាវដល់បងប្អូនអ្នកទស្សនាទាំងនៅក្រៅស្រុកនិងនៅក្នុងស្រុកមេត្តាកុំមានការយល់ច្រឡំឬជឿឲ្យសោះព្រោះ account បន្លំទាំងអំបានម៉ាននោះសិតតែពួកធ្វើបាបគេទេ